យុទ្ធធរអាចមកយឺតតែមិនដែលអវត្តមានដំណឹងក្រុមស៊ើបអង្កេតចូលក្រុងអាននីងរៀលដាលឿនជាងការជូនដំណឹងកាត់ឡានក្រុងដែលមានផ្លាកលេខពិសេសពេលឈប់នៅមុខសាលាក្រុងអ្នករាល់គ្នាដឹងថាមេឃនឹងប្រែលីវៃមានត្រូវបានហៅចូលទៅពិភាក្សាអស់5ម៉ោងពេញពេលគាត់ចេញមកគាត់ដូចជាគ្មានឆ្អឹងមុខស្លេកស្លាំងជើងដើរមិនរឹងកន្លះម៉ោងក្រោយនៅកន្លែងសំណង់ខ្ញុំទឹកស្អាតហូរមកវិញល្ងាចនោះចៅហ្វាយចាំងនឹងគេមិនផឹកស្រាទេតែអង្គុយជុំគ្នាវិញខ្ញុំកំពុងមើលព័ត៌មានក្នុងស្រុកតាមទូរស័ព្ទខ្ញុំបិទខ្លួននៅក្នុងការិយាល័យយកឯកសារដែលឲ្យខ្ញុំមកអានយ៉ាងយកចិត្តទុកដាក់អានម្ដងហើយម្ដងទៀតឃើញថាបាបកម្មរបស់កៅថេងធ្ងន់ធ្ងរជាងអ្វីដែលខ្ញុំគិតទៅទៀតកិច្ចពន្ធរត់ទ្រព្យសម្បត្តិដោយខុសបានរាល់ចំណុចសុទ្ធតែធ្វើឲ្យគាត់ជាប់គុកអស់មួយជីវិតប៉ុន្តែគ្រាន់តែប្រគល់ឯកសារនេះទៅគណៈកម្មការវិវាមិនគ្រប់គ្រាន់ទេមូលដ្ឋានរបស់ថ្នាក់ដឹកនាំបណ្ដាញទំនាក់ទំនងស្មុគខ្ញុំត្រូវតែប្រើវិធីដែលគាត់មិនអាចទប់និងមិនអាចប្រកែកបានដើម្បីផ្ដួលគាត់ឲ្យសាបសូន្យខ្ញុំនឹងដកហូតសមត្ថភាពតស៊ូទាំងអស់របស់គាត់កាត់ផ្តាច់ក្តីសង្ឃឹមរស់រានទាំងអស់របស់ខ្ញុំទូរស័ព្ទទៅចៅវ៉ាន់ជួយរកកន្លែងមួយប្រព័ន្ធផ្សព្វផ្សាយតែគួរឲ្យទុកចិត្តមានឥទ្ធិពលហ៊ានប្រឈមមុខនឹងអំណាចអ្នកចង់បំផ្ទុះគាត់មែនទេអត់ទេខ្ញុំចង់កាត់ទោសគាត់ខ្ញុំស្គាល់អ្នកផលិតកម្មស្វែងរកចំណុចក្តៅនៅទូរទស្សន៍គាត់ជាអតីតនិស្សិតរួមជាមនុស្សស្មោះត្រង់ស្អប់រឿងអាប់អួរក្នុងរង្វង់កម្មវិធីរបស់ជាកម្មវិធីស៊ើបអង្កេតជ្រៅដែលមានអ្នកទស្សនាច្រើនជាងណាដែលត្រូវគេចាប់អារម្មណ៍គឺរលីអស់ល្អគឺខ្ញុំទាញក្រដាសមួយសន្លឹកចេញពីឯកសារវាជាកំណត់ត្រាច្បាស់លាស់អំពីកៅថេងប្រាក្រុមហ៊ុនរៀបចំតម្លៃភាគរកប្រាក់ចំណេញខុសច្បាប់ជិត100លានមានលំហូរធនាគារមានបញ្ជីប្រតិបត្តិមានពេលវេលាច្បាស់លាស់ខ្សែសង្វាក់ភស្តុតាងពេញលេញខ្ញុំមិនបានបង្ហាញសន្លឹក B ទាំងអស់ទេដើម្បីដោះស្រាយជាមួយកៅថេងដែលឆ្លាតដូចត្រូវតែដូចបកខ្ទឹមបារាំងបកស្រទាប់មួយនៃការក្លែងបន្លំរបស់គាត់ឲ្យគាត់មានអារម្មណ៍ថាឈឺចាប់និងភ័យខ្លាចមិនចេះចប់ខ្ញុំប្រើអ៊ីមែលដែលបានញ៉ាឯកសារនេះទៅក្រុមកម្មវិធីដានស្វែងរកចំណុចក្តៅខ្ញុំគ្រាន់តែសរសេរមួយប្រយោគនៅចុងអ៊ីមែលថានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះថ្ងៃក្រោយថ្ងៃសុក្រម៉ោង 8 យប់កម្មវិធី Focus Track របស់ទូរទស្សន៍ខេត្តនឹងចាក់ផ្សាយត្រឹមម៉ោងកម្មវិធីនោះមានចង្វាក់ដូចរឿងអាត់តាមរយៈទិន្នន័យលម្អិតនិងសម្ភាសន៍អ្នកជំនាញអនាម័យវាបានវិភាគភស្តុតាងដែលខ្ញុំផ្ដល់ឲ្យយ៉ាងល្អិតល្អន់ហើយបង្ហាញយ៉ាងច្បាស់នៅចំពោះមុខអ្នករាប់លានអ្នកហេតុអ្វីបានជាទីផ្សារមូលធនខ្លាយជាម៉ាស៊ីនដកប្រាក់សម្រាប់មនុស្សមួយចំនួនដែលគ្មានច្បាប់ហេតុអ្វីបានជាប្រព័ន្ធត្រួតពិនិត្យមើលមិនឃើញត្រីឆ្លាមហិរញ្ញវត្ថុធំបែបនេះហើយធ្វើប្រងើយនៅពេលកម្មវិធីចាក់ផ្សាយខ្ញុំដឹងថាថ្ងៃបញ្ចប់របស់កៅថេងបានយប់នោះគេហទំព័ររបស់ Shen Capital ត្រូវបានអ្នកវិនិយោគហើយដួលរលំថ្ងៃបន្ទាប់ថ្ងៃច័ន្ទពេលបើកភាគហ៊ុនរបស់ក្រុមហ៊ុន Shen Capital ជាច្រើនបើកហើយធ្លាក់ដល់ការបញ្ជាទិញលក់ដ៏ធំដូចទឹកបានបិទផ្លូវរត់គេចទាំងអស់ទូរស័ព្ទរបស់កៅថេងត្រូវបានគេហាញទាំងការសួរនាំជាប្រកាសដកតូននិងទាមទារបញ្ចប់អាណាចក្រពាណិជ្ជកម្មដែលគាត់ខំកសាងអស់ជាច្រើនបន្ទាប់ពីចុងសប្តាហ៍ខ្លីមួយចាប់ផ្ដើមមានសញ្ញាដួលរលំចំណែក Live Women នៅថ្ងៃទី3នៃការឃុំឃាំងដាច់ដោយឡែកចិត្តរបស់គាត់បានដួលរលំទាំងដើម្បីសង្ឃឹមទទួលការព្យាបាលគាត់បានសារភាពអ្វីទាំងអស់ក្រុមស៊ើបអង្កេតតាមដានចាប់រកឃើញគាត់និងប្អូនប្រុសរបស់កៅថេងនិងក្រុមហ៊ុន Anning Airport Service ដែលពួកគេបើកLive Women ត្រូវបានដាក់វិន័យ2 ដងហើយបញ្ជូនទៅតុលាការថ្ងៃដែលគេយកគាត់ទៅមនុស្សជាច្រើនក្នុងក្រុមខ្ញុំឈរនៅលើការមើលវីដេអូ Live Women ត្រូវគេចាប់យកទៅខ្ញុំគ្មានអារម្មណ៍សប្បាយចិត្តមានតែភាពស្ងប់ស្ងាត់នេះមិនមែនជាទីបញ្ឆ្កែមួយក្បាលគ្រាន់តែធ្វើឲ្យម្ចាស់កាន់តែឈួតកៅថេងប្រកាសជាមករកខ្ញុំតាមរបៀបដើមនិងហិង្សាបំផុតកូតេងនិងវាមិនវាក្លាហានហួសពីការស្មានខ្ញុំទឹកនោះមានខ្យល់ព្យុះភ្លៀងធ្លាក់យ៉ាងខ្លាំងស្ថានីយ៍ប្រេងបិទមុនម៉ោងពួកកម្មករក៏ត្រឡប់ទៅបន្ទប់កន្លែងសំណង់ក្រៅពីអ្នកយាម 2-3 នាក់និងពន្លឺភ្លើងពីអាកាសយានដ្ឋានឆ្ងាយខ្ញុំត្រូវពិនិត្យវត្ថុដែលទើបដឹកមកដល់ក៏ស្នាក់នៅក្នុងការិយាល័យវាងមិនស្រួលចិត្តទុកក៏នៅចាំជាមួយខ្ញុំដែរសៀវឆាវមានរឿងអីមិនប្រក្រតីរបបភ្នែកស្ដាំខ្ញុំលោកខ្ញុំមានអារម្មណ៍ថាពេលនោះហើយទ្វារការិយាល័យត្រូវគេរុញបាក់យ៉ាងខ្លាំងអ្នកយាមម្នាក់សាមជោគពេញខ្លួនមុខមានស្នាមរបួសហូរឈាមរត់ចូលមកលោកហ៊ូពើវ៉ាមានរឿងហើយមានមនុស្សមួយក្រុមមកគ្រប់គ្នាកាន់អាវុធឃើញអីគេវាឃើញមនុស្សគេវាដែរយើងទប់មិនឈ្នះទេពើវ៉ាងក្រោកឈោភ្លាមហើយយកប៉ែដែកពីជ្រុងចិត្តខ្ញុំធ្លាក់ចុះរឿងដែលខ្ញុំខ្លាចបំផុតក៏កើតឡើងពើវ៉ាងសុំទោសមិនទាន់ពេលទេគេវាបំបាក់ទូរស័ព្ទយើងអស់ហើយមើលទៅគេចង់បំផ្លាញកន្លែងសំណង់ទាំងមូលមើលទៅទេងលើកនេះមិនមែនចោលតាមផ្លូវទេគឺអ្នកវាដំអាជីពគោលដៅគេគឺបង្កការខូចខាតធំបំផុតនិងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបើកន្លែងសំណង់ត្រូវបំផ្លាញឬមានមនុស្សស្លាប់គម្រោងសន្តាគារខ្ញុំនឹងវិនាសអន្តរាយពើវ៉ាងលោកនាំមនុស្សទប់ទ្វារកុំប្រយុទ្ធផ្ទាល់ជាមួយគេចុះអ្នកវិញខ្ញុំចាប់កូនសោឡានលើតុហើយរត់ចេញពីទ្វារក្រោយការិយាល័យនៅខាងក្រៅមានខ្យល់ព្យុះភ្លៀងផ្លេចបន្ទោលបន្លឺឡើងខ្ញុំមានសម្លេងខាងអគារសន្តាគារមានសម្លេងក្រំក្រែងនិងសម្លេងស្រែកជេរមានមនុស្សជាង10នាក់កាន់ដំបងឈើនិងកំពុងតែវាបំផ្លាញកញ្ចក់ជញ្ជាំងដែលខ្ញុំទើបតែដំឡើងខ្ញុំរត់យ៉ាងលឿនទៅរកឡានដឹកទំនិញពណ៌ខៀវរបស់ខ្ញុំទាញទ្វារឡានស្រាប់តែមានពន្លឺភ្លើងឡានចាំងមកពីក្រោយឡានមួយគ្មានស្លខ្មៅដូចសត្វចម្លែកស្រែកក្រហមហើយបើកមកភ្លាមនោះមានមនុស្សធំម្នាក់ស្ទុះមកពីចំហៀងរុញខ្ញុំចេញគឺពូចាងថៅកែទៅឆាប់គាត់យកខ្លួនគាត់មកបាំងរវាងខ្ញុំនិងឡានឈួតនោះពូចាងត្រូវគេបុកហើទៅធ្លាក់ទៅក្នុងភក់យ៉ាងឡាននោះមិនឈប់ទេបន្តបើកលឿនបាត់ខ្លួនក្នុងភ្លៀងរាខ្ញុំស្រែកយ៉ាងខ្លាំងរត់ទៅរកគាត់បងចាងថៅកែទៅឆាប់ខ្ញុំមិនអាចទៅទេបើខ្ញុំទៅពូវាំងគេធ្វើម៉េចបើខ្ញុំទៅឈាមបងចាងនឹងស្អាតឥតប្រយោជន៍ខ្ញុំងើយមើលពួកក្មេងទំនើងដែលកំពុងវាបំផ្លាញខ្ញុំមិនបានឡើងឡានខ្ញុំរត់ទៅកាន់ជ្រុងកន្លែងសំណង់រករថយន្តជូដីដ៏ធំដែលធ្វើការពេលថ្ងៃខ្ញុំឡើងលើកាប៊ីនដែលញាប់ញ័របញ្ចូលកូនសោខ្ញុំបើកម៉ាស៊ីនពួកក្មេងទំនើងញាប់អើនឹងសំឡេងដែលមិននឹកស្មានគេបែរមកឃើញខ្ញុំកំពុងបើកមកឈួតវាឈួតហើយម្នាក់ស្រែកដោយភ័យខ្លាចបោះដំបងដែលចោលហើយរត់ចេញអ្នកឯទៀតក៏ដឹងខ្លួនភ័យស្លន់ស្លោរត់គេចខ្ចាត់ខ្ចាយខ្ញុំមិនបានដេញតាមខ្ញុំបើករថយន្តជូដីទៅឈរនៅមុខសន្តាគារពេលនោះហើយយូសូស៊ីរ៉ែនពីចម្ងាយរថយន្តប៉ូលីសរាប់សិបគ្រឿងភ្លើងក្រហមខៀវភ្លឺកាត់ភ្លៀងមកដល់ចេញម៉ូនិងចៅវ៉ាន់លោតចុះពីឡានទី1គេឃើញចាងគង់ទុកក្នុងឈាមឃើញរបស់របរខ្ចាយពេញហើយឃើញខ្ញុំអង្គុយក្នុងរថយន្តឈូដីដោយរូបចម្លាក់ពេញទៅដោយភាពត្រជាក់ដ៏សាហាវចៅវ៉ាន់រត់មកក្រោមកាប៊ីនខ្ញុំសំឡេងញ័រឯងមិនអីទេចុះមកខ្ញុំបិទម៉ាស៊ីនរថយន្តឈូដីលោតចុះពីកាប៊ីនខ្ពស់ធ្លាក់ចូលក្នុងដៃគាត់យ៉ាងខ្លាំងគេចង់សម្លាប់ខ្ញុំដឹងមិនអីទេហួសហើយយប់នោះក្រុងអាននីងគ្មាននរណាដេកសូររថយន្តសង្គ្រោះនិងស៊ីរ៉ែនប៉ូលីសលីឡំនឹងភ្លៀងខ្យល់បង្កើតជាបទភ្លេងវឹកវរចាងគង់ទុកត្រូវបញ្ជូនទៅមន្ទីរពេទ្យល្អបំផុតបាត់បង់ឈាមជើងឆ្វេងបាក់បែកត្រូវការវះកាត់បន្ទាន់សំណាងល្អមិនដល់ស្លាប់ខ្ញុំឈរក្បែរទ្វារបន្ទប់សង្គ្រោះសាំពេញខ្លួនញ័ររន្ធត់ក្នុងក្បាលខ្ញុំឃើញរូបគាត់ត្រូវបុកហាទៅនឹងដដែលចេញមកកំពុងតែទូរស័ព្ទឥតឈប់
ខ្ញុំរីកាទៅថ្នាក់ដឹកនាំនេះមិនមែនជាចំនួននេះជាឧក្រិដ្ឋកម្មហិង្សារៀបចំចៅយីអ្នកគ្រប់គ្រងគាត់ប្រើទំនាក់ទំនងណានហាងស៊ីមទីឲ្យស៊ើបអង្កេតរហូតដាក់ទោសធ្ងន់ធ្ងរដាប់ដៃរបស់កៅថេងទូធ្វើឲ្យខ្ញុំជឿចាប់ខ្លាំងតែក៏បំបីច្បាប់និងកិច្ចព្រមព្រៀងទាំងអស់គាត់ដាក់ខ្លួនឯងប្រឆាំងនឹងអ្នករាល់គ្នាគូនចាប់ដើមប្រតិបត្តិការពេញពួកក្មេងទំនើង10នាក់ត្រូវចាប់បាននៅតាមច្រកចេញក្រុងឡានគ្មានស្លាកដែលបុកចាំងកងទូកគេរកឃើញគាត់នៅកន្លែងយកថ្មចាស់មួយការសួរចម្លើយដំណើរការយ៉ាងពេលប្រឈមមុខនឹងភស្តុតាងច្បាស់លាស់និងសម្ពាធខ្លាំងពួកក្មេងទំនើងទាំងនេះក៏ចេះតែចេញមុខអ្នកដែលជួគេភ្លាមរកដានទាំងអស់ចង្អុលទៅរកមនុស្សតែម្នាក់ជំនួយការដែលខ្ពស់ថ្នាក់បំផុតរបស់ហើយក៏ជាអ្នកធ្វើការខ្វាក់ទាំងអស់របស់គាត់ដែរពេលប៉ូលីសទៅដល់ជំនួយការនោះជ្រើសរើសយកការសម្លាប់ខ្លួននៅតាមសាលធំមន្ទីរខ្ញុំបានទទួលដំណឹងថាការវះកាត់របស់ចាំងគង់ខ្ញុំឃើញគេរុញគាត់ចេញពីបន្ទប់មុខគាត់នៅបិទបាំងដោយរបាំងខ្ញុំក៏ចាប់ផ្ដើមស្ងប់បន្តិចខ្ញុំដើរទៅរកស៊ូវ៉ាន់និងឈឿនស៊ូវ៉ាន់ជួយតាក់ទងអ្នកផលិតរឿងរបស់កម្មវិធីចាប់អារម្មណ៍ជួយណាត់ជួបថ្នាក់ដឹកនាំគណៈលើកនេះខ្ញុំមិនត្រូវការយុទ្ធសាស្ត្រវៀងវៃទៀតទេខ្ញុំនឹងបោះគ្រាប់បែកទាំងអស់ចេញម្ដងតែម្ដងខ្ញុំចង់ឲ្យការនឹងក្រុមផលប្រយោជន៍ទាំងអស់ដែលជាប់ពាក់ព័ន្ធត្រូវបំផ្លាញចោលក្នុងការផ្ទុះនេះព្រឹកថ្ងៃបន្ទាប់ខ្ញុំយកឯកសារពេញលេញដែលលៀងជន់គាត់ខ្ញុំថតចម្លងពីមួយច្បាប់ខ្ញុំប្រកល់ទៅកម្មវិធីចាប់អារម្មណ៍នៃទូរទស្សន៍ទៅក្រុមការងារកម្មវិធីមួយច្បាប់ទៀតក្រោមការរៀបខ្ញុំប្រកល់ទៅថ្នាក់ដឹកនាំកម្ពុជានៃគណៈនៅក្នុងនោះតាំងឧក្រិដ្ឋកម្មទាំងអស់របស់កៅថេងក្នុងរយៈពេលសៀវភៅកត់ត្រាលម្អិតនៃការសុំកិច្ចសន្យាពីរមុខដែលគាត់លួចទ្រព្យសម្បត្តិរដ្ឋគឺរាល់កំណត់ត្រាប្រតិបត្តិការដែលគាត់រៀបចំទីកម្មវិធីចាប់អារម្មណ៍ប្រើពេលមួយសប្តាហ៍ដើម្បីផលិតរបាយមានរយៈពេល1ម៉ោងយប់ដែលកម្មវិធីចាក់អាសាអ្នកទស្សនាបានបង្កើតកំណត់ត្រាឆាត់ការពីរបស់កៅថេងត្រូវបានដកទ្រព្យសម្បត្តិទាំងអស់របស់គាត់ត្រូវបានបង្កប់ថ្ងៃដែលកៅថេងត្រូវចាប់ខ្លួនអាកាសធាតុល្អណាស់គាត់ត្រូវប៉ូលីសដឹកចេញពីវិឡាដ៏ប្រណិតរបស់គាត់ដែលស្ថិតនៅតំបន់ថ្លៃបំផុតខ្ញុំគ្រាន់តែមើលគាត់ដោយស្ងប់ស្ងាត់ក៏បែកខ្នងដើរចេញប៉ុន្មានខែក្រោយថាគាលើពុករបស់បើកដំណើរការជាផ្លូវការក្រោមការចាប់អារម្មណ៍បើកសម្ពោធមានភ្ញៀវច្រើនកុះកវ៉ាងនិងក្រុមសំណងរបស់គាត់ឈរនៅខាងមុខគេគ្រប់គ្នាពាក់ផ្កាក្រហមធំនៅលើចាំងកងក៏មកដែរខ្ញុំឈរលើវេទិកាថ្មីគ្រាន់តែអង្គររូបយ៉ាងជ្រាលជ្រៅសូមអរគុណអ្នកទាំងអស់គ្នាដែលនៅពីលើពុកនេះមានខ្ញុំនឹងទីបញ្ចប់ខ្ញុំម្នាក់ឯងឡើងទៅជន់លើគេនៃសន្តាគារនៅតែរៀបស្មើមើលទេសប៉ុន្តែពេលនេះបានខ្លាយជាទេសភាពថ្លៃបំផុតនៅក្រុងអាននីងហើយក៏ស្អាតបំផុតដែរចៅដើរមកហុចស្រាសំប៉ាញមួយកែវឲ្យខ្ញុំលោកអសាតូបន្ទប់ប្រធានាធិបតីបានរៀបចំឲ្យអ្នកហើយឥតគិតថ្លៃអស់ចឹងក៏ល្អដែរអ្នកដឹងទេអ្វីដែលអ្នកធ្វើមិនមែនគ្រាន់តែសង់សន្តាគារមួយទេអ្នកបានផ្លាស់ប្ដូរកន្លែងនេះហើយក៏ផ្លាស់ប្ដូរមនុស្សជាខ្ញុំញឹមមើលមនុស្សចេញចូលនៅអាកាសយានដ្ឋានរថយន្តក៏ស្ទះគ្មានមើលសន្តាគារខ្ញុំភ្លឺពន្លឺចែងចាំងញៀវចូលមកពេញខ្ពស់នៅក្រុងអាននីងនិងទូទាំងក្រុងបានបង្កើតព្យុះដ៏ធំមួយហើយអ្នកស្នងតំណែងរបស់លីវីជាមន្ត្រីវេត្រូវបានចាត់ចុះមកពីក្រុងមានកម្លាំងពេញលេញឈ្មោះស៊ុនជានយេរឿងដំបូងដែលស៊ុនជានយេធ្វើពេលឡើងនាំក្រុមដឹកនាំថ្មីនៃក្រុងមកកាន់សន្តាគារលើបន្ទាប់មកផ្ញើលិខិតអញ្ជើញជាផ្លូវការមួយមកខ្ញុំចង់អញ្ជើញអ្នកក្នុងនាមជាអ្នករស់នៅកិត្តិយសនៃក្រុងអាននីងនិងជាតំណាងសហគ្រិនវ័យក្មេងចូលរួមសិក្ខាសាលារៀបចំផែនការអភិវឌ្ឍអនាគតរបស់ក្រុងបន្ទាប់មកខ្ញុំស្លៀកឈុតការងារស្អាតស្អំខ្ញុំចូលទៅក្នុងបន្ទប់ប្រជុំនៃសន្តាគារស៊ុនជានយេនិងមន្ត្រីក្រុងទាំងអស់ក្រោកឈរទេដៃស្វាគមន៍លោកស៊ូសូមអង្គុយខាងលើការប្រជុំចំណាយពេលពេញមួយស៊ុនជានយេមានគំនិតច្បាស់លាស់គាត់នាំមកនៅគំនិតថ្មីមួយដែលស្របតាមស្តង់ដារអន្តរជាតិខ្ញុំលែងមើលឃើញអាននីងគ្រាន់តែជាក្រុងតូចមួយដែលពឹងផ្អែកលើអាកាសយានដ្ឋានខ្ញុំចង់បង្កើតកន្លែងនេះជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាសធ្វើដំណើរអាជីពនិងកន្លែងកម្សាន្តសម្រាប់លំហែរួមបញ្ចូលគ្នាសន្តាគារពុករបស់អ្នកខ្ញុំបានគូសវាជាចំណុចស្នូលជាទីតាំងភ្លឺស្វាងសន្តាគារពុករបស់លោកបានចាប់ផ្ដើមយ៉ាងល្អសម្រាប់យើងវាបង្ហាញថានៅលើទឹកដីប្រសិនបើមានចក្ខុវិស័យភាពក្លាហាននោះប្រកបផែនការបន្ទាប់របស់យើងទាំងអស់ត្រូវតែយកសន្តាគារពុកជាគំរូយើងនឹងធ្វើឲ្យកន្លែងនេះក្លាយជាដីមានជីជាតិសម្រាប់ជាផ្ទះដែលមនុស្សមានទេពកោសល្យចង់ស្នាក់នៅក្រោយមកអាជីវកម្មអាកាសយានដ្ឋានបើកដំណើរការជាផ្លូវការនាវិករបស់ចៃណាស៊ូថេបានក្លាយជាទិដ្ឋភាពដ៏ស្នឹងមានស្ថិរភាពពួកគេស្លៀកឯកសណ្ឋានតឹងរ៉ឹងទីប្រអប់ហោះហើរដូចគ្នាលេចឡើងនៅសាសន្តាគាររដ្ឋហើយចាក់ចេញដោយស្ងៀមស្ងាត់ក្រៅពីចៃណាស៊ូថេងនាវិកពីក្រុមហ៊ុនចាប់ផ្ដើមមកដោយសារកិច្ចឈ្មោះស្វែងរកកិច្ចសហប្រតិបត្តិការប្រជុំវេទិកាឧស្សាហកម្មក៏ជ្រើសរើសរៀបចំវាងត្រូវបានខ្ញុំជួបបន្ទប់ថែទាំគ្រឿងបរិក្ខារទាំងអស់ក្រុមក្មេងរបស់គាត់ភាគច្រើនក៏ស្នាក់នៅសន្តាគារជាអ្នកជំនាញបច្ចេកទេសបានខ្លាយជាអ្នកជំនាញបច្ចេកទេសនៅតាមគេទាំងអស់គ្នាស្លៀកពាក់ឯកសណ្ឋានថ្មីមុខមាត់ពោពេញដោយស្នាមញឹមមុតលោកលីនចាន់គូក៏មកលេងក្រោយពីកៅថេងដួលរឿងក្តីរបស់ខ្ញុំត្រូវបានពិនិត្យឡើងទ្រព្យសម្បត្តិខ្លះដែលគេរឹបអូសដោយខុសច្បាប់ត្រូវបានប្រគល់មកវិញទោះបីមិនស្មើក្រុមហ៊ុនហុងទូពីមុនតែគ្រប់គ្រាន់ឲ្យខ្ញុំរស់នៅសុខស្រួលដល់ចែកឲ្យជីវិតទី2ដល់ខ្ញុំលោកប្រធានលីនធ្ងន់ពេកហើយខ្ញុំគ្រាន់តែធ្វើការងារដែលគួរគឺដៅដែលអ្នកឲ្យខ្ញុំទើបឲ្យខ្ញុំមានឱកាសកាត់ផ្ដាច់ភាពងឹតយើងញឹមដាក់គ្នារាល់ការខ្វែងគំនិតក៏លីបាត់ក្នុងស្នាមញឹមនោះខ្ញុំក្រុងយកលុយដែលបានមកបង្កើតមូលនិធិជំនួយផ្នែកច្បាប់ជួយអ្នកដែលដូចយើងជាសហគ្រិនដែលត្រូវដាំទុនធំខ្ញុំលែងមានកម្លាំងប្រយុទ្ធតែអ្នកក្មេងនៅមានអនាគតពិភពលោកនេះនៅទីបំផុតជារបស់ខ្ញុំដឹកគាត់ចេញពីការដំណើរការសញ្ចូលដល់ផ្លូវការដំណើរការយ៉ាងរលូនទីបំផុតខ្ញុំមានពេលផ្ទាល់ខ្លួនខ្លះរឿងដំបូងដែលខ្ញុំគឺផ្លាស់បងចាំងគង់ធូពីបន្ទប់ធំទៅមជ្ឈមណ្ឌលស្ដារនីតិសម្បទាវិទ្យាល្អបំផុតនៅមន្ទីរពេទ្យពេលខ្ញុំទៅលេងគាត់កំពុងដេកមើលមេឃពណ៌ខៀវក្រៅបង្អួចមានអ្នកថែទាំស្រីស្អាតក្មេងកំពុងចាក់ស៊ុបឲ្យគាត់ពេលឃើញខ្ញុំមកគាត់រំភើបស្ទើរក្រោកពីគ្រែលោកហ៊ូមកធ្វើអីរបួសតូចតាចរបស់មិនគួរឲ្យលោកមកផ្ទាល់ទេបងចាំងនេះមិនមែនរបួសតូចទេអ្នកប្រថុយជីវិតជំនួសគ្រូពេទ្យថាជើងអ្នកជាសះស្បើយតែនៅត្រូវការព្យាបាលស្ដារនីតិសម្បទាយុតិអ្នកនៅសម្រាប់នៅទីនេះសុខសុំគិតអីប្រាក់ខែនិងប្រាក់រង្វាន់ខ្ញុំមិនឲ្យអ្នកខ្វះមួយកាក់ទេពេលអ្នកជាសះស្បើយតំណែងប្រធានផ្នែកសន្តិសុខសន្តាគារខ្ញុំទុកឲ្យអ្នករបស់លោកចាំងគូទូក្រហមភ្លាមលោកហួយខ្ញុំចាំងសុំនឹងហើយសម្រាប់ជាសះស្បើយខ្ញុំនៅចាំអ្នកត្រឡប់មកការពីផ្ទះយើងវិញចេញពីមន្ទីរពេទ្យខ្ញុំបានទទួលទូរស័ព្ទក្រោយពីក្រុមកៅថេងការទិញយកធនាគារយើងដោយអយុត្តិធម៌ក៏ត្រូវបានបញ្ឈប់ដោយស្វ័យខ្ញុំដោយសារតែគ្រប់គ្រងអ្នកយ៉ាងត្រឹមត្រូវគម្រោងដែលមានសក្តានុពលទីស្នាក់ការកណ្ដាលខ្ញុំបានប្រកាសយ៉ាងច្បាស់មិនត្រឹមតែមិនត្រូវបានដាក់ថែមទាំងត្រូវបានដំឡើងតំណែងខ្ញុំបានខ្លាយជានៅក្នុងប្រវត្តិធនាគារនាយកសាខាក្មេងជាងគេលោកហួយល្ងាចនេះទំនេរទេនាយកចៅថ្មីចង់អញ្ជើញអ្នកទៅញ៉ាំបាយអសាតូបានហើយនាយកចៅចង់អញ្ជើញណែណានៅស្វេតប្រធានាធិបតីនៃសន្តាគារពលរបស់អ្នកល្ងាចនេះខ្ញុំឲ្យផ្ទះបាយរៀបចំអាហារពេលល្ងាចដល់ហើយបញ្ជូនទៅស្វេតប្រធានាធិបតីនោះជាបន្ទប់ដែលខ្ញុំទុកសម្រាប់ពេលល្ងាចមិនដែលបើកឲ្យអ្នកពេលឃើញខ្ញុំគាត់ញ៉ាំដាក់ខ្ញុំទិដ្ឋភាពនៅទីនេះល្អណាស់មែនមើលថាជាដែនដីយើងមិនបាននិយាយក៏មិនបាននិយាយពីអតីតកាលដ៏រំភើបយើងគ្រាន់តែម្ចាស់ពីរអ្នកដែលមិនបានជួបគ្នាយូរនិយាយរឿងឥតប្រយោជន៍ខ្លះ
អ្នកនៅចាំទេពេលអ្នកសម្រេចចិត្តសង់សន្តាគារខ្ញុំបាននិយាយប្រាប់អ្នកពេលអ្នកបើកដំណើរត្រូវឲ្យខ្ញុំស្វែងប្រធានាធិបតីឥតគិតថ្លៃអស់មួយខ្ញុំចាំឥឡូវខ្ញុំបានធ្វើតាមពាក្យសន្យាហើយតាមពិតពេលនោះខ្ញុំគ្រាន់តែនិយាយលេងពេលនោះខ្ញុំគិតថាអ្នកឈ្គួត$50,000បើកសន្តាគារមួយនៅលើទីប្រកាសដែលគ្រប់គ្នារត់ចេញខ្ញុំមិនជឿតតែសោះថាអ្នកនឹងខ្ញុំជួយអ្នកដោយសារតែខ្ញុំមិនចង់ឃើញអ្នកបរាជ័យខ្ញុំថែមទាំងបានត្រៀមជួយទទួលខុសត្រូវផ្នែកខ្លះនៃការតែខ្ញុំមិននឹកស្មានថាអ្នកធ្វើបានពិតមែនអ្នកបានប្រែក្លាយកិច្ចការដែលមិនអាចទៅរួចទៅជាអច្ឆរិយៈពាណិជ្ជកម្មដូច្នេះថ្ងៃនេះខ្ញុំចង់ផ្លាស់ប្ដូរតម្រូវការរបស់ខ្ញុំអញ្ចឹងឯងចង់បានខ្ញុំចង់បានឯងខ្ញុំចង់បានតែឯងម្នាក់គត់ពីថ្ងៃនេះទៅយើងទាំងពីរអ្នកការពារគ្នាទៅវិញទៅមកបានអត់ខ្ញុំញឹមហើយមកក្បាលយ៉ាងខ្លាំងខ្ញុំចង់លាឈប់ពីតំណែងនាយកមកធ្វើជាប្រធានហិរញ្ញវត្ថុរបស់ឯងឥឡូវនេះយើងមានតែសន្តារប្រហែលជាមិនអាចខ្ញុំក៏បាននាំគាត់ទៅមើលការិយាល័យថ្មីនៅលើជញ្ជាំងមានផែនទីប្រទេសដ៏ធំមួយនៅលើនោះមានប៊ិចពណ៌ក្រហមរង្វង់ច្រើនកន្លែងដែលកំពុងរៀបចំសាងសង់ទីក្រុងដែលមានប្រលានឯងចង់ដាក់សន្តាគារពុកពេញប្រទេសអីហ្នឹងគិតតូចពេកហើយគោលដៅរបស់ខ្ញុំគឺធ្វើឲ្យទីក្រុងណាដែលមានប្រលានយន្តហោះសុទ្ធតែមានសន្តាគារពុករបស់យើង2ឆ្នាំក្រោយស្រុកអាននីងបានបាត់ពីផែនទីទាំងស្រុងជំនួសមកវិញគឺទីក្រុងថ្មីអាននីងអាកាសយានដ្ឋានផ្លូវកៅស៊ូធំទូលាយជំនួសផ្លូវធប់អគារពាណិជ្ជកម្មថ្មីជាច្រើនតំបន់លំនៅឋានកសាងទីក្រុងថ្មីទំនើបដែលមានប្រលានពោពេញដោយភាពរុងរឿងនិងសកម្មភាពបានលេចរូបរាងឡើងហើយសញ្ញាសម្គាល់ដាច់ខាតនៃទីក្រុងនៅតែជាអគារដែលឈរក្បែរផ្លូវរត់ប្រលានសន្តាគារពពណ៌ថ្លាថ្ងៃនេះជាថ្ងៃ2ឆ្នាំនៃការប្រលានយន្តហោះអន្តរជាតិអានសន្តាគារមានរថយន្តប្រណិតច្រើនក៏ភ្ញៀវច្រើនដូចអ្នកជំនួញអាកាសចរមកពីទូទាំងមហាសេដ្ឋីដឹកអ្នកជំនាញហិរញ្ញវត្ថុនិងថ្នាក់ដឹកនាំផ្សេងបានមកជួបខ្ញុំកាន់ដៃចៅវ៉ាន់ឈរនៅមាត់ទ្វារសាលប្រជុំទទួលស្វាគមន៍ភ្ញៀវគ្រប់រូបចេញមកក៏បាយលើគាត់ជាប្រធានគណៈកម្មការគ្រប់គ្រងទីក្រុងថ្មីអាខ្លាចជាអ្នកដឹកនាំកម្ពុជានៃទីក្រុងថ្មីនេះលោកស៊ូអេឡូលោកជាទេវតាហិរញ្ញវត្ថុធំបំផុតរបស់ទីក្រុងយើងហើយជើអ៊ីក៏បានហោះហើរពីខ្វាងជើមកដែរគាត់ជាអនុប្រធានក្រុមហ៊ុនអាកាសចរណានហ្វាំងហើយពេលគាត់ឃើញគាត់អប់ខ្ញុំយ៉ាងកក់ក្ដៅការវិនិយោគដែលខ្ញុំធ្វើបានល្អបំផុតគឺកាលពី2ឆ្នាំមុននៅលើដំបូលអគារខ្ញុំបានវិនិយោគ$1 លានវ៉ាងនិងលោកចាំងកុងក៏ស្លៀកឈុតស្អាតដែរឈរនៅពីក្រោយខ្ញុំដូចអ្នកយាមទ្វារម្នាក់ជានាយកផ្នែកវិស្វកម្មម្នាក់ទៀតជានាយកផ្នែកជាដៃគូដែលខ្ញុំទុកចិត្តបំផុតពិធីជប់លៀងខ្ញុំជាម្ចាស់ផ្ទះឡើងលើឆាកខាងក្រៅមានភ្នែករាប់រយគូពោពេញដោយការគោរពនិងចង់ដឹងកាលពី2ឆ្នាំមុនខ្ញុំឈរនៅទីនេះក្រោមជើងខ្ញុំនៅជាកន្លែងបាក់ខ្ញុំធ្លាប់គិតថាពិភពលោកបោះបង់ខ្ញុំប៉ុន្តែថ្ងៃនេះខ្ញុំឈរនៅទីនេះក្រោមជើងខ្ញុំជាបេះដូងដ៏រស់រវើកនៃក្រុងថ្មីអ្វីដែលខ្ញុំចង់និយាយអ្វីដែលកំណត់តម្លៃមិនមែនជាកន្លែងដែលគេដាក់យើងទេតែជាកន្លែងដែលយើងជ្រើសរើសដើម្បីគូបន្ទាត់ចាប់ផ្ដើមថ្មីរបស់យើងបើពិភពលោកបោះបង់អ្នកអាចជ្រើសរើសយកវាមកវិញសុំត្រកថាខ្ញុំក៏តែក្រោមឆាកមានសម្លេងតែដៃយ៉ាងយូរក្រោយពិធីជប់លៀងខ្ញុំមិនទៅចូលរួមពិធីជួបជុំទេខ្ញុំចាប់ដៃចៅវ៉ាន់រត់ចេញដោយស្ងាត់យើងបដូរសម្លៀកបំពាក់អ្នកក្រុងធម្មតា2នាក់ដើរលើផ្លូវធំទូលាយនៃក្រុងតាមដងផ្លូវកាត់សួនច្បារកណ្ដាលក្រុងដ៏ស្អាតក្នុងសួនមានក្មេងលេងសើចសប្បាយមានចាស់ដើរហាត់ប្រាណខ្ញុំឃើញមុខដែលធ្លាប់ស្គាល់គឺអ្នកមីងលាវគាត់កំពុងនាំចៅប្រុសលេងស្លាយគាត់ក៏ឃើញខ្ញុំដែរទឹកមុខគាត់ហាក់ខ្មាស់អៀនអ្នកមីងលាវយូរហើយមិនបាយលើអ្នកធំហើយពីមុនខ្ញុំនិយាយខុសកុំយកមកដាក់ក្នុងចិត្តហួសហើយចៅប្រុសគាត់រត់មកមើលខ្ញុំដោយចង់ដឹងយាយពូសង្ហានេះជាអ្នកណានេះជាមោទនភាពរបស់ក្រុងយើងគឺលោកហ៊ូម្ចាស់សន្តាគារពុកធំឡើងត្រូវខំដូចពូហ៊ូអីខ្ញុំគ្រាន់តែហើយយកស្ករគ្រាប់មួយឲ្យក្មេងនោះយើងបន្តដើរទៅដល់កន្លែងផ្ទះចាស់របស់ខ្ញុំឥឡូវវាក្លាយជាផ្នែកមួយនៃសន្តាគារសួនច្បារបើកចំហស្អាតមួយកណ្ដាលសួននៅសល់ជញ្ជាំងចាស់បន្តិចពីផ្ទះចាស់នោះមានចាពាក្យថាកន្លែងចាប់ផ្ដើមសុបិនខ្ញុំនិងចៅវ៉ាន់អង្គុយផ្អែកគ្នាលើកៅអីអ្នកធ្លាប់ស្ដាយក្រោយទេស្ដាយអីស្ដាយដែលនៅទីនេះឆ្លងកាត់ច្រើនខ្ញុំគ្រាន់តែញប់មើលយន្តហោះដែលចុះចតយ៉ាងស្ងប់មើលពន្លឺភ្លើងឆ្ងាយមើលមុខមនុស្សជាទីស្រឡាញ់ក្បែរខ្ញុំពោពេញដោយសុខសាន្តមិនស្ដាយទេពីមុនវាជាកោះស្ងាត់របស់ខ្ញុំតែឥឡូវវាជាពិភព